បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះតាបដលពេជ្រមកញ៉ាំសាច់គោឆៅចែកជូនពុកម៉ែបងប្អូនទស្សនាបាទសាច់គោឆៅរបស់យើងនេះបាទស្រស់មែនទេបាទនេះបងប្អូនបាទយើងហាន់រួចហើយបាទហើយក៏យើងយកមកហូបជាមួយបាទទឹកត្រីអង្ករលីងបាទទឹកជ្រលក់របស់យើងនេះបាទគឺដាក់អង្ករលីងបាទហើយក៏បាទមានថ្លើមបាទនេះថ្លើមបាទនេះថ្លើមគោបាទមានថ្លើមជ្រូកទេបាទនេះពោះ100ស្ទាបបាទខ្ញុំហែកអាក្នុងវារៀងក្រាស់នេះខ្ញុំហែកចេញអស់ហើយនៅស្រៀងស្ដើងចេះបាទវាផុយបាទយើងអាចហូបឆៅបានបាទនេះបងប្អូនដល់ហើយបាទច្រើននេះច្រើនណាស់ម្ហូបបាទបន្លែបាទមានសាឡាត់មានត្រសក់បាទមានម្រះបាទនេះម្រះបាទម្រះទៅបេះមកថ្មីបាទហើយត្រាប់ចករបស់យើងនេះបាទត្រសក់ក៏ខ្ចីដែរបងប្អូនបាទកុំឲ្យខាត់ពេលយូរបាទយើងចាប់ដើមតែម្ដងអូថ្ងៃនេះរយបន្តិចហើយបងប្អូនអើយបាទមានត្រង់ណាដែលមិនសមរម្យអីបាទខ្ញុំបាទក៏សុំទោសពីចម្ងាយផងបាទនេះអង្គលីងនេះទៅយកមកដាក់ព្រោះអីដាក់ពីដំបូងមកខ្លាចវារីកបាទយើងដាក់អញ្ចឹងទៅវាឈ្ងុយបាទកាលណាយើងដាក់ពីដំបូងមកចេះវារីកណាកាលណាវារីកទៅរៀងអៀចអត់ឆ្ងាញ់ទេបាទជាតិបាត់ហើយឈ្ងុយនេះបងប្អូនអើយមើលបាទសាកមួយថ្លើមនេះបាទថ្លើមស្រស់បាទបាទសាឡាត់ខ្ចីបាទក៏ឆ្មាយើងបើថាស្ទើជូរអញ្ចឹងយើងច្បាច់ដាក់អញ្ចឹងនេះបាទសាច់នឹងផ្អែមលក់ច្រើនពេកបាទថ្ងៃនេះលក់ច្រើនណាស់បាទខ្ញុំហាន់ធំនេះបាទស្រស់ល្អចេះជាតិបាទខ្ញុំប្រើម្ទេសបុកអញ្ចឹងឈ្ងុយម្ទេសបុកដាក់តូចវាអត់នេះទេតែដាក់ធំចេះបានពេញមាត់ល្អបងប្អូនអើយនេះបាទផុយល្អណាស់បាទយើងបកអាក្នុងវាចេញអាសវាចេញទៅស្ដើងចឹង
bà từ lộn co ly dưỡng bà chừng prơ mặt cù rừng win win bà đặt bị đầm rồi đâu là đã chết là bình bật rồi Rồi. Nè đó là sro lo mình tên bạn bà chu bạn ngay thôi nè làm mình sweat đấy bong ổ đấy thôi đó nè thơm một chiếc đấy thơm vậy này
បាទអេដល់បងប្អូនបាទហូបអស់តាមចេះតិចទាំងសាច់ទាំងថ្លើមទាំងពោះ100ស្ទើបបាទបាទមុននឹងបញ្ចប់នេះខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបាទរស់ស៊ីមានបានឲ្យមានសុខភាពល្អគ្រប់គ្នាបាទខ្ញុំបាទមានតែប៉ុណ្្នឹងបាទបាយបាយ